នេះគឺជារឿងរ៉ាវពិតដែលនិយាយពីជនភៀសខ្លួនកម្ពុជាជាច្រើនម៉ឺននាក់ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមហើយត្រូវមកជួបសោកនាដកម្មលើកទី2នៅតាមព្រំដែនកម្ពុជាថៃតែរឿងមួយនេះមិនសូវមានអ្នកបានដឹងនោះទេទើបក្រោយមកព្រឹត្តិការណ៍មួយនេះត្រូវបានគេយកមកផលិតជាខ្សែភាពយន្តឯកសាររឿងដែលយើងបានមើលពេលខ្លះវាអាចលើសពីការកម្សាន្តស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ទំព័រភាពយន្តជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្សែភាពយន្តឯកសារដ៏រំជួលចិត្តមួយនេះមានចំណងជើងថា Ghost Mountain ហើយប្រែជាភាសាខ្មែរគឺរឿងភ្នំខ្មោចចេញនៅក្នុងឆ្នាំ2024ផលិតដោយលោក James Tang ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកអ៊ុំ Tang ប៊ុនសេងដែលជាតួអង្គសំខាន់នៅក្នុងរឿងដោយសាររឿងនេះបាននិយាយលម្អិតពីជីវិតរបស់លោកអ៊ុំប៊ុនសេងដែលបានឆ្លងកាត់ព្រឹត្តិការណ៍នេះដោយផ្ទាល់បូកផ្សំជាមួយនឹងជនរងគ្រោះដែលជាសាក្សីរស់ផ្សេងទៀតដែលបានឆ្លងកាត់រឿងរ៉ាវដ៏រន្ធត់មួយនេះផងដែរហើយនៅពាក់កណ្ដាលវីដេអូខ្ញុំនឹងនិយាយពីហេតុការណ៍ដែលពួកគាត់បានជួបប្រទះនៅក្នុងវីដេអូនេះយើងនឹងទៅមើលពីគំនិតមួយចំនួនរបស់អ្នកនិពន្ធដែលចង់បង្ហាញប្រាប់នៅក្នុងរឿងហើយចំណុចខ្លះខ្ញុំនឹងភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សង្គ្រាមព្រំដែនរវាងកម្ពុជាថៃដែលកើតឡើងនៅពេលបច្ចុប្បន្ននេះចូលបន្ថែមដើម្បីឲ្យយើងឃើញកាន់តែច្បាស់ពីមុខមាត់ពិតរបស់ទាហានសៀមដែលបានធ្វើមកលើប្រទេសកម្ពុជាបាទអញ្ចឹងយើងចាប់ផ្ដើមពីចំណុចទី1ទៅការឈឺចាប់និងការសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ដែលមិនសូវមានអ្នកដឹងសំណួរសួរថាហេតុអ្វីបានជាបរទេសមិនសូវដឹងរឿងនេះចម្លើយដោយសារតែមានអ្នកបិទព័ត៌មានតើអ្នកណាអ្នកបិទព័ត៌មាននេះគឺសៀមជាអ្នកបិទព័ត៌មាននេះតើចំណុចមួយនេះពិតឬអត់ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុងរឿងយើងឃើញថាមានឈុតមួយគឺគេបានសម្ភាសជាមួយនឹងជនបរទេសម្នាក់គាត់គឺឈ្មោះ Lionel Rosenblatt គាត់គឺជាមន្ត្រីជាន់ខ្ពស់ផ្នែកជនភៀសសឹកនៃក្រសួងការបរទេសសហរដ្ឋអាមេរិកគាត់ក៏ជាសាក្សីម្នាក់នៅពេលនោះដែរគាត់បាននិយាយថាគ្រាន់តែពួកយើងព្យាយាមវាយលុកសារព័ត៌មានលោកខាងលិចឲ្យចាប់អារម្មណ៍មកលើរឿងនេះសារព័ត៌មានថៃបានគ្របបាំងទាំងអស់អញ្ចឹងកន្លែងនេះមានន័យថាសៀមពិតជាមានចេតនាបិទព័ត៌មានពិតរបស់កម្ពុជាមិនឲ្យពិភពលោកបានដឹងមែនបាទហើយសៀមនៅតែប្រើវិធីសាស្ត្រដដែលនេះមកលើកម្ពុជានៅពេលបច្ចុប្បន្ននេះដូចអ្នកទាំងអស់គ្នាបានដឹងពីព្រឹត្តិការណ៍បច្ចុប្បន្ននេះអញ្ចឹងពោលគឺនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025សៀមបានបាញ់ប្រហារមកលើប្រទេសកម្ពុជាយើងមុនពេលនោះសៀមបានបិទព័ត៌មានពិតហើយបំភ្លៃព័ត៌មានប្រាប់ពិភពលោកថាកម្ពុជាជាអ្នកបាញ់មុនទៅវិញប៉ុន្តែបច្ចុប្បន្ននេះដោយសារតែពួកយើងមានសមត្ថភាពនៅក្នុងការប្រើប្រព័ន្ធ Digital និងចេះប្រើបណ្ដាញសង្គមបានច្រើនហើយពួកយើងទាំងអស់គ្នាក៏បានព្យាយាមផ្សព្វផ្សាយអ្វីដែលជាការពិតរបស់កម្ពុជាទៅឲ្យពិភពលោកដឹងនៅពេលនោះខ្ញុំជឿថាទាំងអ្នកទាំងអស់គ្នាទាំងខ្ញុំខំខ្លាំងមែនទែនដាច់ថ្ងៃដាច់ជប់អស់ហើយដើម្បីព្យាយាមផ្សាយព័ត៌មានពិតទៅឲ្យពិភពលោកបានដឹងពីកម្ពុជាហើយក្រោយមកយើងឃើញថាព័ត៌មានពិតទាំងអស់នេះបានជ្រួលជ្រាបទៅអន្តរជាតិធ្វើឲ្យបរទេសមួយចំនួនចាប់ផ្ដើមដឹងពីការពិតហើយអ្វីដែលជាផ្លែផ្កាធំបំផុតដែលចេញពីការខិតខំប្រឹងប្រែងរបស់ពួកយើងគឺនៅថ្ងៃទី7ខែធ្នូឆ្នាំ2025សៀមបានបាញ់ប្រហារមកលើកម្ពុជាយើងម្ដងទៀតហើយសារព័ត៌មានអន្តរជាតិធំៗក៏បានចុះផ្សាយពីការពិតថាថៃបានបាញ់មកលើកម្ពុជាយើងមុនធ្វើឲ្យពួកយើងទាំងអស់គ្នាចាប់ផ្ដើមទទួលបានយុត្តិធម៌ត្រឡប់មកវិញបាទនេះក៏ដោយសារតែពួកយើងចាប់ផ្ដើមមានធនធាននិងមានសមត្ថភាពនៅក្នុងការប្រើប្រព័ន្ធ Digital និងបណ្ដាញសង្គមធ្វើឲ្យវិធីសាស្ត្រថោកទាបរបស់សៀមមួយនេះលែងសូវមានប្រសិទ្ធភាពខ្លាំងដោយការពីជំនាន់ភ្នំខ្មោចបាទអញ្ចឹងសូមយើងទាំងអស់គ្នាបន្តអភិវឌ្ឍសមត្ថភាពខ្លួនឲ្យខ្លាំងបន្តទៀតព្រោះថានៅពេលដែលយើងខ្លាំងទើបយើងអាចរកយុត្តិធម៌ឲ្យខ្លួនឯងបានហើយចំណុចបន្ទាប់មកទៀតគឺចំណុចទី2សន្តានជាសត្វដេរឆានរបស់ពួកទាហានសៀមដែលបានធ្វើមកលើប្រជាជនកម្ពុជាមានសាក្សីដែលគាត់បានរួចរស់ជីវិតជាច្រើនបាននិយាយត្រង់ចំណុចមួយនេះនៅក្នុងរឿងគេបាននិយាយថាទាហានថៃប្រមូលផ្ដុំជនភៀសខ្លួនប្រហែល42000នាក់នាំពួកគាត់ទៅកាន់ប្រាសាទនៅលើកំពូលភ្នំមួយនៅតាមព្រំដែនដែលហៅថាប្រាសាទព្រះវិហារហើយរុញជនភៀសខ្លួនទាំងនោះចុះទៅក្នុងជ្រោះហើយមុននឹងរុញជនភៀសខ្លួនទាំងអស់នោះចុះទៅពួកទាហានសៀមទាំងអស់នេះវាបានដកហូតទ្រព្យសម្បត្តិពីពួកគាត់ទើបរុញឲ្យពួកគាត់ចុះទៅហើយថែមទាំងបានបាញ់កំភ្លើងរះបន្ថែមទៀតដើម្បីកុំឲ្យពួកគាត់អាចត្រឡប់ក្រោយមកវិញបានអ្នកខ្លះក៏បានស្រវាតោងវល្លិដែលនៅជាប់តាមថ្មនៅនឹងមាត់ជ្រោះអ្នកខ្លះទៀតបានធ្លាក់ទៅមកលើមែកឈើហើយអ្នកខ្លះទៀតក៏បានត្រូវគ្រាប់កំភ្លើងស្លាប់មានអ្នកមួយចំនួនទៀតរត់ទៅជន់មីនផ្ទុះស្លាប់ភ្លាមៗក៏មានដោយអ៊ំស្រីម្នាក់នេះគាត់បានលើកឡើងមកចឹងអ៊ំស្រីគាត់បាននិយាយថាគាត់បានលឺគ្រាប់កំភ្លើងហោះវឺតកាត់តិចរបស់គាត់ហើយគាត់បានឃើញក្មេងស្រីតូចម្នាក់នៅនឹងមុខគាត់គ្រាប់កំភ្លើងត្រូវក្បាលរបស់នាងហើយនាងបានដួលចុះហើយចំណែកអ៊ំស្រីម្នាក់នេះវិញគាត់គឺត្រូវបានគ្រាប់មីនផ្ទុះចំគាត់សំណាងល្អគាត់នៅរស់រានមានជីវិតប៉ុន្តែគាត់ត្រូវបាក់ដៃទាំងសងខាងដោយឡែកអ៊ំប្រុសម្នាក់នេះវិញគាត់ឃើញប្រពន្ធនិងកូនគាត់ស្លាប់នៅនឹងមុខគាត់តែគាត់មិនអាចយកសពប្រពន្ធកូនគាត់មកបាននោះទេដោយសារតែមីនផ្ទុះត្រូវគាត់ធ្វើឲ្យគាត់ត្រូវរបួសហើយក្មួយរបស់គាត់ជាអ្នកសែងគាត់ចេញពីកន្លែងនោះមកធ្វើដំណើរ
ជិតមួយខែដោយគ្មានអាហារហូបគ្រប់គ្រាន់នោះទេអ្នកមីងម្នាក់នេះក៏គាត់ជាសាក្សីរស់នៅក្នុងពេលនោះផងដែរគាត់បានឃើញពួកប្រុសៗដែលនៅមានជីវិតហើយមានកម្លាំងបានសែងអង្ករនិងសម្ភារៈផ្សេងៗទៅដងទឹកដាំបាយនិងប្រើប្រាស់ត្រាប់តែមានផ្ទុះឡើងពេលនោះពួកគាត់ក៏បានស្លាប់ទាំងអស់ហើយនៅពេលនោះអ្នកដែលមិនមានអង្ករក៏រត់ទៅរើសអង្ករដែលប្រឡាក់ទៅដោយឈាមរបស់សាកសពដែលទើបតែផ្ទុះស្លាប់មុននេះយកមកលាងឈាមចេញដើម្បីបានអង្ករដាំបាយហូបសំឡេងមនុស្សរងគ្រោះជាង 40000 នាក់ស្រែកដោយការឈឺចាប់ពេញព្រៃស្រែកសុំជំនួយតែគ្មានអ្នកណាជួយពួកគាត់នោះទេបាទពួកគាត់ទាំងអស់នេះហើយគឺជាអ្នកដែលរួចជីវិតពីព្រឹត្តិការណ៍ទាំងអស់នោះហើយក៏ឃើញពីចរិតដេរឆានរបស់ទាហានសៀមដែលធ្វើមកលើប្រជាជនកម្ពុជាជាក់នឹងភ្នែកផងដែរបាទអ្នកទាំងអស់គ្នាហើយចរិតជាសត្វចង្រៃរបស់ពួកទាហានសៀមទាំងអស់នេះក៏នៅតែបន្តមកដល់ពេលបច្ចុប្បន្ននេះដែរដូចយើងទាំងអស់គ្នាបានឃើញជាក់ស្ដែងអញ្ចឹងនៅសង្គ្រាមតាមព្រំដែនមួយរយៈចុងក្រោយនេះសៀមវាហ៊ានបាញ់ប្រហារមកលើប្រជាជនដែលស្លូតត្រង់ហើយវាហ៊ានបាញ់កំទេចប្រាសាទដែលជាដួងព្រលឹងរបស់ដូនតាខ្មែរយើងឲ្យធ្លាក់ស្រុតដល់ដីហើយខ្ញុំជឿថាថ្ងៃមុខចរិតជាដេរឆានរបស់ទាហានសៀមអស់ទាំងនេះនៅតែអាចបន្តធ្វើមកលើប្រទេសកម្ពុជាយើងបានអញ្ចឹងបើសិនជាពួកវាមានឱកាសហើយវាអាចនឹងធ្វើអាក្រក់លើសពីអ្វីដែលពួកយើងបានជួបក៏អាចថាបានបាទហើយចំណុចចុងក្រោយគោលបំណងធំមួយដែលអ្នកនិពន្ធព្យាយាមផលិតខ្សែភាពយន្តនេះឡើងមកគឺគាត់ចង់រក្សាការចងចាំមួយនេះកុំឲ្យបាត់បង់បាទទាំងអស់នេះខ្ញុំគិតថាគឺជាអ្វីដែលអ្នកនិពន្ធចង់ផ្ញើសារមកប្រាប់ពួកយើងទាំងអស់គ្នានៅក្នុងរឿងភ្នំខ្មោចនេះតែសម្រាប់ខ្ញុំវាមិនគ្រាន់តែជាការចងចាំនោះទេតែវាក៏ជាការដាស់តឿនកុំឲ្យភ្លេចខ្លួនផងដែរយើងគួរតែនាំគ្នាយករឿងទាំងអស់នេះមកពិភាក្សាឲ្យបានរឿយៗដើម្បីជាការចងចាំក៏ដូចជាការដាស់តឿនប្រជាជនកម្ពុជាយើងគ្រប់ជំនាន់កុំឲ្យភ្លេចខ្លួនជាមួយនឹងពួកចៅប្រវត្តិសាស្ត្រទាំងអស់នេះបាទហើយនៅក្នុងចំណុចនេះដែរ admin សូមបន្ថែមបន្តិចគឺមានដំណឹងល្អមួយផងដែរដែលស្របទៅនឹងគំនិតរបស់អ្នកនិពន្ធរឿងភ្នំខ្មោចនេះហើយក៏អាចនិយាយបានថាស្របទៅនឹងគំនិតរបស់ admin ផងដែរដំណឹងល្អនោះគឺផលិតកម្មធំមួយរបស់ប្រទេសកម្ពុជាយើងផលិតកម្ម LD Picture មានគម្រោងផលិតខ្សែភាពយន្តពាក់ព័ន្ធជាមួយនឹងភ្នំខ្មោចមួយនេះថ្មីមួយរឿងទៀតផងដែរដែលនិយាយពីខ្សែជីវិតរបស់ជនរងគ្រោះដែលបានឆ្លងកាត់រឿងនៅភ្នំខ្មោចនោះដែរពោលគឺនិយាយពីខ្សែជីវិតរបស់លោកគ្រូគួចមេងលីកាលនោះគាត់ក៏ជាជនរងគ្រោះម្នាក់ដែលបានហែឆ្លងព្រឹត្តិការណ៍ដ៏ឈឺចាប់មួយនេះផងដែរបាទនេះគឺជាដំណឹងល្អមែនទែន admin រីករាយមែនទែនដែលបានឮដំណឹងមួយនេះហើយអ្វីដែលរំភើបជាងនេះទៅទៀតនោះគឺ admin បានចូលរួមជាក្រុមការងារផលិតខ្សែភាពយន្តនេះផងដែរពិតជាមានមោទនភាពហើយរីករាយខ្លាំងមែនទែនដែលអាចមានឱកាសចូលរួមផលិតខ្សែភាពយន្តជាប្រវត្តិសាស្ត្រមួយនេះសង្ឃឹមថានៅពេលដែលខ្សែភាពយន្តនេះចេញអ្នកទាំងអស់គ្នានឹងទៅទស្សនាឲ្យបានច្រើនទាំងអស់គ្នាបាទសម្រាប់ admin គឺមានតែប៉ុណ្្នឹងទេហើយក៏សូមអធិស្ឋានផងបើសិនជា admin មិនបាននិយាយលម្អិតពីសាច់រឿងទាំងមូលប្រាប់អ្នកទាំងអស់គ្នាតែ admin សូមណែនាំឲ្យអ្នកទាំងអស់គ្នាទៅមើលរឿងពេញដើម្បីបានដឹងកាន់តែលម្អិតពីខ្សែភាពយន្តរឿងភ្នំខ្មោចមួយនេះអញ្ចឹងជាចុងក្រោយសូមអ្នកទាំងអស់គ្នាចងចាំនិងនៅតែរំលឹកពីព្រឹត្តិការណ៍មួយនេះបន្តទៀតហើយកុំភ្លេចអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងពូកែជាងនេះបាទសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះកុំភ្លេច like និង subscribe channel admin ម្នាក់មួយផងហើយនៅចុងវីដេអូ admin មានចម្រៀងមួយឃ្លាផ្ញើជូនឲ្យអ្នកទាំងអស់គ្នាស្ដាប់កំសាន្តសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយជាមួយនឹងចម្រៀងមួយឃ្លានេះហើយសង្ឃឹមថានឹងយល់ពីអត្ថន័យនៅក្នុងចម្រៀងនេះផងដែរបាទអរគុណជម្រាបលាបាយបាយ